វីដេអូមួយនេះផុសលុប3-4ដងបងប្អូនដោយសារតែខ្ញុំថតកាលនោះគឺខ្ញុំថតកាមេរ៉ាគឺអត់ច្បាស់ហើយណាមួយគឺវាញាក់អញ្ចឹងណាអញ្ចឹងក៏ខ្ញុំផុសក្នុង channel នោះក៏វាញាក់ខ្លាំងពេកបន្តមកទៀតក៏ខ្ញុំធ្វើការលុបចោលបាទខ្ញុំផុស2ដងហើយក៏លុបទាំង2ដងកាលនោះ view រៀងគ្រាន់បើដែរបង view ប៉ុន្តែដោយសារការខ្ញុំអង្គុយមើលនិងទស្សនាវីដេអូខ្លួនឯងទៅវិញទៅមកទៅក៏គិតថាវីដេអូហ្នឹងគឺវាអត់ល្អដល់ពេលបន្ទាប់មកក៏ខ្ញុំបានស្រាវជ្រាវរកកម្មវិធីមួយឃើញកាត់បន្ថយការញាក់អញ្ចឹងខ្ញុំក៏យកវីដេអូហ្នឹងមកសាកមើលបាទសង្ឃឹមថាបងប្អូននឹងទស្សនាទៅនឹងពេញចិត្តក៏ដូចជាស្រឡាញ់នៅវីដេអូមួយនេះហើយវីដេអូនេះគឺនៅក្នុងផ្ទះរបស់ខ្ញុំនៅខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដងសកម្មភាពទាំងអស់នេះគឺសកម្មភាពបាទកំពុងតែធ្វើម្ហូបហូបបាយពេលថ្ងៃត្រង់ជុំគ្រួសារបាទហើយម្ហូបគឺត្រីអណ្ដែងបំពងបាទហើយនឹងសឡម្ជូរផលិតហើយមួយទៀតនេះគឺបាទបំពងឆ្អឹងជំនីជ្រូកហើយបងប្អូនប្រកាសជាចង់សួរថាសម្បត្តិមិនក៏កូនទូចម៉េះបើកូនសម្បត្តិឲ្យខ្ញុំឃើញធំហើយនឹងត្រូវបងប្អូនមកសំណួរនេះគឺចំពេលដែលខ្ញុំចង់ប្រាប់តែម្ដងបងប្អូនចង់អ្វីខ្ញុំចង់ប្រាប់បាទគឺកាលនោះកូនរបស់ខ្ញុំនេះគឺគាត់អាយុបាទ2ឆ្នាំទេបាទទើបតែ2ឆ្នាំទេហើយក៏យកទៅលេងយាយនៅខេត្តកំពង់ឆ្នាំងបងប្អូនអញ្ចឹងគាត់ទើបតែអាយុ2ខួបទេបាទហើយទៅដល់ហ្នឹងគឺចាត់ចែងធ្វើមុខហូបបាយដែលថាទៅដល់ហ្នឹងខ្ទង់ម៉ោងម៉ាន់10ទៅជិត2:10បងប្អូនហើយក៏នៅផ្លូវទៅកំពង់ឆ្នាំងក៏មិនស្រួលប្រហែលដែរអញ្ចឹងជិះធ្វើដំណើរជិះយូរបាទយូរហើយណាមួយក៏ហេវបាយដែរបងប្អូនហេវបាយបាទហើយទៅដល់ហ្នឹងគឺចាប់ដើមធ្វើម្ហូបហូបបាយគឺប្រពន្ធខ្ញុំគាត់ទិញម្ហូបតាមផ្លូវតែម្ដងគឺទិញឆ្អឹងជំនីជ្រូកហើយនឹងត្រីអណ្ដែងបាទគឺទៅដល់បំពងទាំងឆ្អឹងជំនីជ្រូកទាំងត្រីអណ្ដែងនឹងតែម្ដងបងប្អូនគឺម្ហូបលឿនអញ្ចឹងណាបាទហើយប្រពន្ធខ្ញុំគឺគាត់មិនចង់ជាប់កាមេរ៉ាទេតាំងពីដើមបងប្អូននេះវាដូចវីដេអូថ្មីអញ្ចឹងបាទវីដេអូចាស់ក៏ដូចដើមណាគឺគាត់បាំងមុខតាំងពីដើមឲ្យតែខ្ញុំថតគាត់ក៏បាំងមុខហើយបាទហើយឥឡូវឃើញថារៀបចំបងប្អូនរៀបចំបាទបន្លែប្លុកហ្នឹងបាទស្លម្ជូរទៅបាទហើយបាទពីរមុខទៀតគឺត្រីអណ្ដែងអាំងហើយនឹងឆ្អឹងជំនីបំពងបាទឥឡូវឃើញថាហូបបាយហូបទឹកបាទជុំចៅជុំតាហើយបាទហើយយាយឥឡូវរៀបចំទឹកខ្លាចចៅអួលបាទហើយវីដេអូតាមស្រុកស្រែមានប៉ុណ្្នឹងទេបងប្អូនម្ហូបបាទជួនកាលក៏បានឆ្ងាញ់ទៅបាទជួនកាលក៏អត់ទៅអញ្ចឹងណាបាទបាទពេញចិត្តកុំភ្លេចបាទជួយ like ជួយ share comment សារថ្មីបងប្អូនបាទជាពិសេសជួយ subscribe បន្ថែមទៀតផងដើម្បីជាកម្លាំងចិត្តបាទទៅរកវីដេអូថ្មីៗបង្ហាញបងប្អូនទៀតអរគុណ